សួស្តីសូមស្វាគមន៍មកនយោបាយពិភពលោកបាទដោយយើងដឹងឲ្យថាក្រោយពីមានការវាយប្រហារទៅវិញទៅមករវាងប្រទេសអ៊ីស្រាអែលហើយនិងក្រុមហាម៉ាស់ប្រទេសអ៊ីស្រាអែលបានវាយកំទេចទីក្រុងហ្គាហ្សាដោយការវាយកំទេចនេះត្រូវបានតុលាការអន្តរជាតិដែលយើងហៅថា ICC បានចេញដីកាចាប់ខ្លួនបាទប្រទេសហង្គ្រីដែលជាប្រទេសមួយបានបង្កើតនៅតុលាការនេះឡើងហើយក៏បានចុះសន្ធិសញ្ញាជាមួយនឹងតុលាការនេះបានបដិសេធមិនព្រមទទួលស្គាល់នៅដីកាចាប់ខ្លួនរបស់លោកBenjamin Netanyahu នឹងទេដោយប្រទេសមួយនេះបានហៅថាជាដីកាចាប់ខ្លួនដែលមិនអាចទទួលយកបានសូមបញ្ជាក់ថាប្រទេសហង្គ្រីបានចុះហត្ថលេខាក្នុងការបង្កើតតុលាការអន្តរជាតិនៅឆ្នាំ1999និងបានចុះជាសន្ធិសញ្ញានៅក្នុងឆ្នាំ2001គឺ2ឆ្នាំបន្ទាប់មកក៏ប៉ុន្តែការចុះសន្ធិសញ្ញានេះមិនត្រូវបានផ្សព្វផ្សាយជាច្បាប់នៅឡើយទេបាទលោកនាយករដ្ឋមន្ត្រីនៃប្រទេសហង្គ្រីគឺលោក Viktor Orban បានអញ្ជើញលោកនាយករដ្ឋមន្ត្រី Netanyahu មកកាន់ទីក្រុង Budapest នៅក្នុងខែနိုဝင်ဘာគឺមួយថ្ងៃក្រោយពេលដែលតុលាការអន្តរជាតិនេះបានចេញដីកាចាប់ខ្លួនចំណែកឯប្រទេសអ៊ីស្រាអែលវិញក៏បានបដិសេធនៅការចោទប្រកាន់នេះហើយថាតុលាការមួយនេះមិនមានភាពស្របច្បាប់ក្នុងការចេញដីកាចាប់ខ្លួនទៅលើប្រទេសឬក៏អ្នកដឹកនាំប្រទេសដែលត្រូវបានបោះឆ្នោតដោយសេរីនោះទេហើយប្រទេសអ៊ីស្រាអែលគ្រាន់តែបានប្រើសិទ្ធិក្នុងការការពារខ្លួនតែប៉ុណ្ណោះបាទនេះជាការប្រឆាំងនឹងដីកាចាប់ខ្លួនរវាងលោកBenjamin Netanyahu ហើយក៏ដូចជាការគ្រប់គ្រងពីនាយករដ្ឋមន្ត្រីរបស់ប្រទេសហង្គ្រីដែលជានាយករដ្ឋមន្ត្រីស្ដាំនិយមផងដែរបាទយើងចាំមើលថាតើការដែលប្រឆាំងបែបនេះវានឹងទៅជាយ៉ាងណាក៏ប៉ុន្តែតាមការឲ្យដឹងពីរដ្ឋាភិបាលរបស់ប្រទេសហង្គ្រីគឺរដ្ឋាភិបាលនេះបានដកខ្លួនចេញពីបានសម្រេចចិត្តដកខ្លួនចេញពីតុលាការមួយនេះពីព្រោះបើសិនជាតាមច្បាប់ប្រទេសហង្គ្រីដែលជាហត្ថលេខីក្នុងការបង្កើតតុលាការក៏ដូចជាអ្នកដែលចុះសន្ធិសញ្ញានឹងគឺត្រូវតែគោរពហើយនឹងចាប់ខ្លួននៅជនណាដែលត្រូវបានបញ្ចេញដីកាចាប់ខ្លួននៅពេលដែលខ្លួនអាចធ្វើបានជាពិសេសគឺជននោះជនក្នុងទឹកដីហង្ការីក៏ប៉ុន្តែបើតាមការពិនិត្យមើលទៅប្រទេសហង្ការីបានបដិសេធការចាប់ខ្លួននោះហើយក៏បានសម្រេចចិត្តដកខ្លួនចេញពី ICC ដែរតែយើងមិនដឹងថាវានឹងទៅជាយ៉ាងណាទេពីព្រោះលោក Netanyahu ក៏បានទៅទស្សនកិច្ចនៅក្នុងប្រទេសមួយនេះដែរបាទសូមអរគុណ